unboxing កាដូបានមកពីម្សិលមិញប៉ាគេលីទិញកាដូឲ្យហើយទៅអត់ទាន់បាន unboxing តែ unboxing ថ្ងៃនេះហើយទៅកាបូបហ្នឹងកាបូបម៉ាក់ឡងសមហើយវាទំចាញ់ណាប៉ុន្តែដូចថាស្រឡាញ់ពណ៌វាហ្នឹងពណ៌ស្អាតហើយនៅខាងក្រៅហ្នឹងវាដូចជាពណ៌រៀងបែកដើម្បីទឹកស្ដែកដល់ពេលក្នុងវីដេអូនោះវាដូចជាចេញពណ៌ផ្ទៃមេឃអញ្ចឹងណាប៉ុន្តែខាងក្រៅវាពណ៌ស្អាតពណ៌វារៀងបែកទៅផ្ទៃមេឃទឹកស្ដែកតិចអញ្ចឹងខាងក្នុងវាធំជាងមុនឆ្ងាយអាខាវាទូចប៉ុន្តែអត់ទូចម៉ានេះដូចជាវាធំជាងសាមុនហើយទៅកាបូបផ្សាយវាចេញមកវាដូចថាវាស្អាតដល់ត្រង់វាដាក់ឡងសមនៅកន្លែងហូតវាបិទហ្នឹងណាហើយទៅយើងអាចដាក់អីបានច្រើនមែនតើដូចជាខ្ញុំភាគច្រើនដាក់ថ្នាំពេទ្យអីចឹងហើយកាបូបដាក់កាក់កាបូបដាក់កាតអីចឹងទៅក្រែមអីចឹងទៅហើយនៅសល់ space វាធំណានៅសល់ space វានោះយើងអាចដាក់telephone បានដល់3-4 គ្រឿងក៏បានដែរហើយមើលទៅវាធំតលីមកល្មមសមរម្យហើយតម្លៃវាហ្នឹងគឺតម្លៃសមរម្យមែនតើហ្មងតែជាង200 ហើយទៅយើងអាចប្រើទៅធ្វើការចឹងទៅវាផាត់តិចដូចថាវាប៉ះតែកិច្ចអីចឹងទៅយើងអត់ខ្លាចខូចវាអត់ខ្លាចបាក់បែកអីចឹងណាយើងប្រើកាបូបថ្លៃពេកទៅប្រើទៅវាប៉ះអីចឹងវាស្ដាយហើយទៅខ្ញុំបន្ថែមនេះញ៉ាំអីចឹងតិចហើយវាមើលទៅខ្ជូតចឹងណាហើយអាកាបូបដែលខ្ញុំបតាក់ចូលវាហ្នឹងអាហ្នឹងកាបូបផលម៉ាក់ដងសមដែរសម្រាប់ដាក់កាក់អីចឹងប៉ុន្តែខ្ញុំយកវាមកចោះធ្វើដៃវាចឹងណាចាំសារក្រោយខ្ញុំដាក់វីដេអូចោះមិនឲ្យមើលចឹងទៅយកមកចោះមកធ្វើដៃវាបតាក់ឲ្យសារ model ឥឡូវឆ្នាំ2025ហ្នឹង2025ហ្នឹងវាគេនិយមបតាក់អាកូនកាបូបកូនអីនឹងដៃវាចឹងណាហើយទៅខ្ញុំយកមកច្នៃវាធ្វើបតាក់អីវាឲ្យវាមើលទៅខ្ជូតអីចឹងខ្លះចឹងណាតែស្រឡាញ់កាបូបហ្នឹងពណ៌ស្អាតមែនតើហើយពណ៌វាហ្នឹងវាហើយទំហំវាហ្នឹងគឺសមល្មមដែលយើងស្ពាយទៅធ្វើការប្រចាំថ្ងៃ